ការព្រួយបារម្ភភាគច្រើនកើតឡើងនៅពេលដែលយើងទំនេរអត់ធ្វើអីគំនិតរបស់យើងចេះតែកើតឡើងពីមួយទៅមួយនេះជាមូលហេតុដែល Dale Carnegie ផ្ដល់ដំបូន្មានជាក់ស្ដែងមួយនៅក្នុងមេរៀននេះគឺការធ្វើខ្លួនឲ្យរវល់គំនិតនេះសាមញ្ញមិនពិបាកយល់ទេចិត្តរបស់យើងមិនអាចផ្ដោតលើរឿងពីរក្នុងពេលតែមួយបានទេបើសិនបើវាត្រូវបានបំពេញដោយសកម្មភាពដែលមានប្រយោជន៍វាមិនមានកន្លែងសម្រាប់ការព្រួយបារម្ភទៀតនោះទេបើសិនបើយើងទុកវាចោលនោះការព្រួយបារម្ភនឹងកើតឡើងភ្លាមៗនេះជាវិធីក្នុងការជ្រើសរើសប្រើប្រាស់ពេលវេលានិងថាមពលរបស់យើងក្នុងការជំរុញខ្លួនឯងឲ្យឆ្ពោះទៅមុខជំនួសឲ្យការអនុញ្ញាតឲ្យគំនិតរបស់យើងវិលវល់ជុំវិញអ្វីដែលយើងខ្លាចគ្មានទីបញ្ចប់នៅពេលដែលយើងរវល់វានឹងកាត់ផ្ដាច់វដ្តនៃការព្រួយបារម្ភការព្រួយបារម្ភរីកចម្រើនទៅលើពាក្យដដែលៗការគិតដដែលៗម្ដងហើយម្ដងទៀតដោយគ្មានសកម្មភាពអ្វីដែលជាប់ពាក់ព័ន្ធនឹងវាប៉ុន្តែភាពមមាញឹកបានបំបែករង្វិលជុំនោះនៅពេលដែលការយកចិត្តទុកដាក់របស់យើងត្រូវបានផ្ដោតទៅលើកិច្ចការណាមួយចិត្តរបស់យើងនឹងលែងមានចន្លោះសម្រាប់ទៅគិតលើរឿងដែលគួរឲ្យភ័យខ្លាចទោះបីជាកិច្ចការតូចក៏ដោយវាផ្ដល់ឲ្យខួរក្បាលរបស់យើងនូវភាពច្បាស់លាស់ទៅលើអ្វីដែលយើងកំពុងផ្ដោតនៅពេលនេះហេតុផលមួយទៀតភាពមមាញឹករបស់យើងបង្កើតនូវសន្ទុះការព្រួយបារម្ភជាញឹកញាប់ធ្វើឲ្យយើងមានអារម្មណ៍ថាជាប់គាំងគ្មានថាមពលហាក់ដូចជាយើងមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្ដូរស្ថានភាពនោះបានប៉ុន្តែការធ្វើសកម្មភាពសូម្បីតែសកម្មភាពតូចតាចក៏ដោយក៏ធ្វើឲ្យអារម្មណ៍នៃការគ្រប់គ្រងត្រឡប់មកវិញដែរយើងប្រហែលជាមិនអាចដោះស្រាយបញ្ហាធំបានភ្លាមៗទេប៉ុន្តែយើងអាចរំលឹកខ្លួនឯងថាយើងមានសមត្ថភាពក្នុងការធ្វើក្នុងការផ្លាស់ទីនិងជ្រើសរើសអារម្មណ៍នៃការរីកចម្រើននោះគឺជាថ្នាំបំបត្តិការឈឺចាប់ដ៏ល្អបំផុតសម្រាប់ការព្រួយបារម្ភការធ្វើខ្លួនឲ្យរវល់មិនមែនមានន័យថាធ្វើឲ្យខ្លួនឯងមមាញឹកក្នុងកិច្ចការមិនចេះចប់នោះទេវាមិនសំដៅទៅលើការបញ្ញាប់បញ្ញាល់តក់កំហល់អីនោះទេវាសំដៅទៅលើការបំពេញពេលវេលារបស់យើងជាមួយនឹងសកម្មភាពដែលមានគោលបំណងច្បាស់លាស់ដូចជាការធ្វើកិច្ចការងាររៀនអ្វីដែលថ្មីអនុវត្តជំនាញរៀបចំផ្ទះឬសូម្បីតែការធ្វើលំហាត់ប្រាណចំណុចសំខាន់វាមិនមែនជាការរំខាននោះទេវាគឺជាការបន្តទំនាក់ទំនងជាមួយនឹងជីវិតតាមរបៀបដែលមានអត្ថន័យអត្ថប្រយោជន៍មួយទៀតគឺការជាប់រវល់ផ្ដល់នូវរចនាសម្ព័ន្ធចិត្តរបស់យើងការព្រួយបារម្ភច្រើនតែកើតចេញពីភាពមិនប្រកបវិជ្ជានិងមកពីការមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទម្លាប់ច្បាស់លាស់ឬសកម្មភាពប្រចាំថ្ងៃផ្ដល់ឲ្យយើងនូវទិសដៅវាកំណត់ព្រំដែនសម្រាប់គំនិតរបស់យើងនិងផ្ដល់ថាមពលរបស់យើងទៅលើរឿងអ្វីមួយបើគ្មានរចនាសម្ព័ន្ធនោះទេចិត្តរបស់យើងនឹងវិលត្រឡប់ទៅក្នុងទីវាលនៃក្តីបារម្ភវិញ Carnegie ក៏រំលឹកយើងផងដែរថាសកម្មភាពបង្កើតទំនុកចិត្តភាពអសកម្មបង្កើតឲ្យមានការសង្ស័យការភ័យខ្លាចប៉ុន្តែការធ្វើសកម្មភាពសូម្បីតែសកម្មភាពនោះមិនល្អឥតខ្ចោះក៏ដោយវាបង្កើតកម្លាំងកាលណាយើងរវល់ជាមួយនឹងកិច្ចការយើងនឹងរកឃើញថាការព្រួយបារម្ភមានការគ្រប់គ្រងលើយើងកាន់តែតិចទៅដូច្នេះនេះគឺជាចំណុចដែលយើងគួរអនុវត្តនៅពេលដែលយើងសម្គាល់ឃើញថាខ្លួនឯងមានការព្រួយបារម្ភកុំគ្រាន់តែអង្គុយគិតក្រោកឈរឡើងធ្វើអ្វីមួយអនុញ្ញាតឲ្យគំនិតរបស់យើងមានភាពច្បាស់លាស់និងអនុញ្ញាតឲ្យការផ្ដោតអារម្មណ៍នោះទាញយើងឲ្យឆ្ងាយពីរង្វង់នៃការភ័យខ្លាចការព្រួយបារម្ភកើតឡើងនៅពេលដែលយើងទំនេរមិនធ្វើអ្វីដូច្នេះចូលរក្សាខ្លួនឯងឲ្យរវល់ជាមួយនឹងកិច្ចការដែលសំខាន់មានប្រយោជន៍នោះការព្រួយបារម្ភនឹងត្រូវបានកាត់បន្ថយអរគុណសម្រាប់ការចូលរួមស្ដាប់នៅថ្ងៃនេះបើសិនបើចូលចិត្តអេពីសូតនេះកុំភ្លេច like និង comment ខាងក្រោមនៅអេពីសូតក្រោយខ្ញុំនឹងលើកយកមេរៀនបន្តទៀតមកចែកជូនដល់អ្នកទាំងអស់គ្នាកុំភ្លេចរងចាំស្ដាប់ទាំងអស់គ្នា